เรื่องสตรอเบอรี่កំពុងតែចាប់បញ្ចាំងឲ្យពុកម៉ែបងប្អូនតគ្នាហើយខ្ញុំក៏បានទស្សនារឿងសត្រូព្រាយរួចរាល់ហើយដែរដោយសារតែខ្ញុំបានមកចូលរួមកម្មវិធីសម្ពោធរឿងសត្រូព្រាយហើយនៅក្នុងថ្ងៃហ្នឹងដែរមានបងគាត់មកចូលរួមសម្ពោធរឿងច្រើនខ្លាំងមែនតើហើយរឿងសត្រូព្រាយនេះដែរគឺជារឿងខ្មែរហើយក៏ជារឿងទី2របស់ក្រុម The Troll Cambodia ហើយរឿងនេះគឺល្អមើលខ្លាំងមែនតើបងប្អូនតគ្នាមិនមែនថាខ្ញុំចេះតែនិយាយកុហកចេះតែសរសើរទេអាងតែគ្នាឯងអត់ទេពុកម៉ែបងប្អូនតគ្នាបើចង់ដឹងកាន់តែច្បាស់ថារឿងនឹងល្អពិតមែនអត់ល្អមើលហើយក៏ប្លែកមែនអត់កុំភ្លេចទិញសបុតចូលរួមទស្សនាទាំងអស់គ្នានោះនឹងបានដឹងថាសាច់រឿងហ្នឹងដូចអ្វីដែលខ្ញុំបាននិយាយប្រាប់ថាល្អនឹងមែនអត់ធានាថារឿងនេះគឺប្លែកខុសពីរឿងដទៃដែលបងប្អូនទាំងអស់គ្នាបានទស្សនាហ្មងមិនថាតួសម្ដែងមិនថាប្លង់ឬក៏សាច់រឿងទេគឺធានាថាប្លែកហើយមើលទៅជាក់ភ្នែកខ្លាំងមែនតើហើយរឿងសត្រូវព្រាយនេះបើសិនជាបងប្អូនទាំងអស់គ្នាជួយគាំទ្រច្រើនខ្ញុំគិតថានឹងកាន់តែល្អជាងនឹងទៀតហើយនឹងមានភាពបន្តទៀតអានេះជាអ្វីដែលការគិតរបស់ខ្ញុំទេរឿងកុនខ្មែរភាពយន្តរបស់ខ្មែរយើងគឺចង់រីកចម្រើនទៅមុខបានល្អឬក៏លឿនណាមានសន្ទុះខ្លាំងគឺត្រូវការខ្លាំងមែនតើចំពោះបងប្អូនដែលគាត់គាំទ្រជាពិសេសគឺប្រជាជនខ្មែររបស់យើងនឹងឯងហើយជាក់ស្ដែងរឿងសត្រូវព្រាយនេះដែរគឺជារឿងដែលខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាមកទស្សនាគឺចង់ហ្មងគឺចង់ឲ្យមកទស្សនាកុំឲ្យស្ដាប់តែតាមបងផ្សេងគាត់និយាយថាអូអត់ល្អមើលទេអូល្អមើលណាស់អូល្អមើលណាស់អត់ចង់ឲ្យស្ដាប់តែមួយផ្នែកហ្នឹងទេគឺចង់ឲ្យមកទស្សនាផ្ទាល់តែម្ដងហើយសម្បត្តិក៏អត់មានថ្លៃដែរហើយមានចាក់បញ្ចាំងគ្រប់រោងភាពយន្តតែម្ដងចំពោះបងប្អូនដែលគាត់បានទស្សនារឿងសត្រូវព្រាយរួចរាល់ហើយកុំភ្លេចជួយ comment នៅក្នុងវីដេអូខ្ញុំម្នាក់មួយផងថាតើរឿងហ្នឹងមិនដែរល្អដូចអ្វីដែលចែកច្រាប់និយាយមែនអត់ហើយជួយ rate ឲ្យប្រមាណដែរកុំភ្លេច comment ម្នាក់មួយផងរឿងសត្រូវព្រាយគឺជារឿងទី2របស់ពូត្រូលដែលចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយរឿងទី2នេះខ្ញុំអាចនិយាយបានថាល្អអញ្ចឹងតម្រាំតែរឿងទី3ទៀតមិនដឹងជាល្អប៉ុណ្ណាទេអញ្ចឹងហើយសង្ឃឹមតែបងប្អូនជួយគាំទ្រដើម្បីឲ្យពូត្រូលមានកម្លាំងចិត្តផលិតរឿងបន្តទៀតនៅពេលដែលមានបងប្អូនទាំងគ្នាដែលគាត់ជាប្រជាជនខ្មែរជួយគាំទ្ររឿងពូត្រូលច្រើនណាគាត់នឹងមានកម្លាំងចិត្តហើយគាត់នឹងមានរឿងថ្មីប្លែកតាមដែលអ្វីបងប្អូនប្រាថ្នាចង់ឲ្យរោងកុនខ្មែររបស់យើងមានហ្មងខ្ញុំហ៊ានធានាថាអញ្ចឹងទៅមុខទៅបងប្អូនមិនមែនមានតែរឿងខ្មោចទេគឺមានរឿងកំ pl ែងរឿង action អីផ្សេងពីនឹងទៀតតែអ្វីសំខាន់គឺត្រូវការដំបូងគេគឺបងប្អូនទាំងគ្នាស្គាល់ខាងក្រុមពូត្រូលសិនថាក្រុមពូត្រូលគឺបានផលិតជារឿងខ្នាតធំបែបខ្នាតកុនឥឡូវខ្ញុំចង់និយាយពីសាច់រឿងដែលខ្ញុំបានទស្សនាបន្តិចបងប្អូនប្រកាសជាដឹងហើយក្រុមពូត្រូលគឺជាក្រុមកំ pl ែងហើយដូចជាស្ដែងនៅក្នុងសាច់រឿងហ្នឹងខ្ញុំមើលឃើញតួនៅក្នុងក្រុមពូត្រូលគាត់សម្ដែងអត់មានកំ pl ែងទេប៉ុន្តែគាត់តែឃើញមុខគាត់ដល់វគ្គគាត់ដល់ប្លង់គាត់គឺខ្ញុំសើចហ្មងដោយសារឯងធ្លាប់តែឃើញគាត់សម្ដែងបែបកំ pl ែងដល់ពេលមើលនៅក្នុងរឿងសត្រូវព្រាយហ្នឹងគឺមិនមែនកំ pl ែងទាំងអស់ទេមានតួខ្លះគាត់អត់ត្រូវដើរតួកំសត់ទេប៉ុន្តែគាត់មកត្រូវដើរតួកំសត់ខ្ញុំគ្រាន់ឃើញមុខគាត់ហើយអស់សម្ដែងហ្មង